យោធាថៃកំពុងពន្លឿនផែនការសាងសង់របងព្រំដែនអេឡិចត្រូនិកដោយចាប់ផ្ដើមដំបូងពីប្រវែង10គីឡូម៉ែត្រនៅខេត្តស្រះកែវជាប់នឹងក្រុងប៉ោយប៉ែតរបស់កម្ពុជាគម្រោងនេះមានតម្លៃសរុប87លានបាតឬប្រហែល2លាន7សែនដុល្លារប្អូនស្រីពៅរបស់មហាក្សត្រថៃគឺក្សត្រីជូឡាផនជាអ្នកផ្ចុងផ្ដើមបង្កើតមូលនិធិសង់របងព្រំដែននេះដោយផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន1លានបាតជាការចាប់ផ្ដើមរបងព្រំដែនដែលថៃក្រុងសាងសង់នេះមិនដូចរបងមុនទេកាសែតថៃ The Nation បានហៅរបងនេះថាជារបងអេឡិចត្រូនិកដែលមានបំពាក់ឧបករណ៍ចាប់សញ្ញាបច្ចេកវិទ្យាប្រកាសអាសន្ននិងកាមេរ៉ាដើម្បីចាប់យកសកម្មភាពមនុស្សនិងបញ្ជូនព័ត៌មានភ្លាមៗទៅយោធាថៃដែលនឹងពង្រឹងការឃ្លាំមើលនៅព្រំដែនជាមួយនឹងកម្ពុជាកាសែតដដែលនេះឲ្យដឹងទៀតថាកងកម្លាំងថៃបានសាកល្បងដាក់របងនេះមួយផ្នែករួចហើយនៅដើមខែកញ្ញាឆ្នាំ2025នៅត្រង់ច្រកព្រំដែនប៉ោយប៉ែតតែម្ដងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាថាផនណាក់ផនិតបាននិយាយថាទីបញ្ជាការកងទ័ពភូមិន្ទថៃនឹងដឹកនាំគម្រោងនេះដោយសម្របសម្រួលជាមួយនឹងកងទ័ពភូមិភាគទី1និងទី2កងទ័ពជើងទឹកនិងនាយកដ្ឋានអង្គការភូមិន្ទថៃដែលធ្វើការក្រោមគណៈកម្មការព្រំដែនរួម JBC លោកបញ្ជាក់ថារបងព្រំដែននេះនឹងត្រូវសាងសង់នៅក្នុងតំបន់ដែលភាគីទាំងសងខាងបានឯកភាពគ្នាហើយថាវានឹងសម្រួលទៅដល់ការចាត់ទ័ពនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនលោកណាថាផនបាននិយាយថាការសាងសង់អាចចាប់ផ្ដើមភ្លាមៗនៅពេលដែលមូលនិធិរបស់ក្សត្រីថៃគៀកោថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់ចាំការអនុម័តពីក្រមប្រឹក្សាសន្តិសុខជាតិថៃនោះទេនាយករដ្ឋមន្ត្រីថៃទើបចូលកាន់តំណែងលោកអនុទានបញ្ជាក់ថារដ្ឋាភិបាលថៃប្រគល់សិទ្ធិឲ្យយោធាគ្រប់គ្រងនិងសម្រេចចិត្តលើវិធានការនានាទាក់ទងនឹងព្រំដែនកម្ពុជាហើយរដ្ឋាភិបាលរបស់លោកនឹងផ្ដល់ជំនួយគាំទ្រផ្នែកនយោបាយខ្ញុំរស់សុធាពី News Today NTTV